នុស្សាវរីយ៍អនុវិទ្យាល័យពេលវេលាដែលមិនអាចត្រឡប់មកវិញបានមានមនុស្សជាច្រើននិយាយថាជីវិតគឺជាការធ្វើដំណើរតែសម្រាប់ខ្ញុំមានកន្លែងមួយដែលខ្ញុំមិនអាចបំភ្លេចបានវាគឺជាកន្លែងដែលធ្លាប់មានស្នាមញញឹមសំឡេងសើចនិងទឹកភ្នែកដែលមិនដែលបង្ហាញអនុវិទ្យាល័យមិនមែនគ្រាន់តែជាសាលារៀននោះទេប៉ុន្តែវាគឺជាកន្លែងបង្កើតអនុស្សាវរីយ៍ដែលយើងនឹងយកទៅជាមួយរហូតដល់ចាស់ខ្ញុំនឹកឃើញថ្ងៃដែលចូលរៀនដំបូងចិត្តពោពេញដោយភាពភ័យខ្លាចមិនស្គាល់មិត្តមិនស្គាល់គ្រូសូម្បីតែថ្នាក់រៀនក៏មើលទៅចម្លែកដែរខ្ញុំអង្គុយស្ងៀមមើលមនុស្សជុំវិញខ្លួនគិតតែសំណួរមួយក្នុងចិត្តខ្ញុំនឹងសម្របខ្លួនបានទេប៉ុន្តែពេលវេលាបានបង្ហាញនូវអ្វីៗយ៉ាងយឺតមិត្តភាពចាប់ផ្ដើមពីការសួរអង្គុយទីនេះបានទេហើយចាប់ផ្ដើមពីការចែករំលែកអាហារតិចតួចមិត្តភាពនៅអនុវិទ្យាល័យគឺសាមញ្ញបំផុតប៉ុន្តែស្មោះបំផុតមានពេលខ្លះយើងលេងសើចជាមួយគ្នាហើយពេលខ្លះយើងក៏ធ្វើឈួតជាមួយគ្នាមានថ្ងៃខ្លះយើងត្រូវបានគ្រូស្ដីបន្ទោសប៉ុន្តែបន្ទាប់មកយើងក៏សើចជាមួយគ្នាវិញដូចជាមិនមានរឿងអ្វីកើតឡើងនោះឡើយយើងធ្លាប់សន្យាថាយើងនឹងនៅជាមិត្តជាមួយគ្នារហូតប៉ុន្តែពេលនេះមនុស្សខ្លះក៏បានបាត់បង់ជីវិតពីយើងជារៀងរហូតទៅហើយសួស្តីមិត្តទាំងអស់គ្នាតើអ្នកកំពុងធ្វើអ្វីនៅពេលនេះអ្នកកំពុងធ្វើការកំពុងរៀននៅសាកលវិទ្យាល័យឬកំពុងតែអង្គុយម្នាក់ឯងនៅក្នុងបន្ទប់ថ្ងៃនេះខ្ញុំចង់នាំអ្នកទាំងអស់គ្នាធ្វើដំណើរថយក្រោយទៅកាន់អតីតកាលទៅកាន់កន្លែងមួយដែលយើងធ្លាប់ហៅថាជាផ្ទះទី2តើអ្នកនៅចាំទេថ្ងៃដំបូងដែលយើងឈានជើងចូលអនុវិទ្យាល័យឯកសណ្ឋានអាវសសំពត់ខៀវខោខៀវដែលនៅថ្មីចេះកាលនោះយើងនៅក្មេងណាស់មុខមាត់ម្នាក់ពោពេញដោយភាពភ័យខ្លាចនិងរំភើបផងទោះបីជាយើងអង្គុយតុរួមគ្នាប៉ុន្តែយើងមិនស្គាល់គ្នាច្បាស់នោះទេយើងអង្គុយស្ងៀមស្ងាត់ម្នាក់ឯងនៅក្នុងថ្នាក់រហូតដល់មានម្នាក់សួរថាតើឯងឈ្មោះអ្វីផ្ទះឯងនៅឯណាចង់ធ្វើមិត្តជាមួយខ្ញុំដែរឬទេពិតជានឹកណាស់តុឈើដែលពោពេញទៅដោយស្នាមសរសេរឈ្មោះឬគំនូរផ្សេងកង្ហាដំបូលដែលវិលយឺតតែមិនដែលធ្វើឲ្យយើងបាត់ក្តៅសោះសំឡេងគ្រូសរសេរដោយសរលើក្តារខៀនគ្រឹកដែលជួនកាលធ្វើឲ្យយើងងងុយដេកចង់សន្លប់តើអ្នកនៅចាំមិត្តភក្តិដែលចូលចិត្តលួចញ៉ាំបាយកញ្ចប់ក្នុងថ្នាក់ទេហេតុអ្វីពេលនោះយើងទិញម្ជូរមកញ៉ាំក្នុងថ្នាក់ភ្នែកមើលគ្រូដៃលោកដាក់ចូលមាត់ហើយចែកគ្នាញ៉ាំម្ដងម្នាក់មួយម៉ាត់ទាំងភ័យខ្លាចគ្រូចាប់បានហើយចុះអ្នកខ្ចីពេជ្រខ្ចីចូលលុបម្ដាយសងវិញអ្នកដែលពូកែកិច្ចសាលាទៅលេងហ្គេមឬអ្នកដែលពូកែរៀនជាងគេនៅក្នុងថ្នាក់ដែលយើងតែងតែទាមទារសុំចម្លងមេរៀនមុនពេលចូលរៀនវ័យអនុវិទ្យាល័យគឺជាវ័យដែលយើងចាប់ផ្ដើមចេះលួចស្រឡាញ់លួចមើលគេពីចម្ងាយ
លួចសរសេរសម្បត្តិដាក់ក្នុងកាបូបឬគ្រាន់តែជិះកង់កាត់មុខផ្ទះគេក៏មានក្តីសុខបាត់ទៅហើយស្នេហាវ័យក្មេងដែលគ្មានល្បិចកលមានតែភាពបរិសុទ្ធយើងធ្លាប់ខឹងគ្រូដែលដាក់កិច្ចការផ្ទះមកច្រើនធ្លាប់ខ្លាចគ្រូដែលកាចនិងធ្លាប់ត្អូញត្អែពេលត្រូវឈរហាលថ្ងៃគ្រប់ទង់ជាតិប៉ុន្តែពេលនេះយើងបែរជានឹកសំឡេងស្ដីបន្តទាំងនោះទៅវិញបើគ្មានការអប់រំនិងការវាយពីលោកគ្រូកាលនោះទេតើយើងអាចរងំដូចថ្ងៃនេះបានដែរឬទេតើអ្នកនៅចាំអារម្មណ៍ពេលប្រឡងឆមាសដែរឬទេខំប្រឹងប្រែងរៀនទាំងយប់អាធ្រាត្រការបន់ស្រន់ឲ្យវិញ្ញាសាចេញចំអ្វីដែលយើងចេះហើយពេលចេញលទ្ធផលមកយើងនាំគ្នារត់ទៅមើលក្តារខៀនព័ត៌មានទាំងបេះដូងលោតញាប់សើចជាមួយគ្នាយំជាមួយគ្នានោះហើយគឺជាជីវិតពេលវេលាពិតជាដើរលឿនណាស់មែនទេ3ឆ្នាំនៃអនុវិទ្យាល័យបញ្ចប់ទៅដូចជាការយល់សប្តិថ្ងៃបិទបវេសមកាលចុងក្រោយយើងនាំគ្នាសរសេរលើអាវគ្នាទៅវិញទៅមកយើងសន្យាថាទោះនៅទីណាក៏មិនភ្លេចគ្នាដែរ